អ្នកខ្ចីលុយពីធនាគារកើនឡើង 5% នៅ3ខែដំបូងឆ្នាំនេះតាមរយៈរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន CBC បានបង្ហើបឲ្យដឹងថាចំនួនអ្នកសុំកម្ចីពីធនាគារនៅកម្ពុជាសម្រាប់ការប្រើប្រាស់ដោះទាល់ផ្ទាល់ខ្លួនបានកើនឡើងចំនួន 5% នៅត្រីមាសទី1ចន្លោះពីខែមករាដល់ខែមីនានៃឆ្នាំ2025នេះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមកទល់បច្ចុប្បន្នគិតត្រឹមខែមីនាឆ្នាំ2025បំណុលនៅក្នុងទីផ្សារកម្ពុជាមានចំនួនសរុប 15.87 ពាន់លានដុល្លារក្នុងនោះកម្ចីដើម្បីហិរញ្ញវត្ថុផ្ទាល់ខ្លួនមានចំនួន 48.05% ហើយកម្ចីទិញអចលនទ្រព្យឬអចលនវត្ថុផ្សេងៗមានចំនួនដល់ទៅ 50.51%